ការនិយាយការរៀបរាប់អំពីរាយផ្សេងលោកគ្រូរបស់វិជ្ជាការបានទទួលព័ត៌មានតាមវិទ្យុជាតិអំពីការវិនិយោគទុនលើរាយដែកនៅប្រទេសកម្ពុជាគាត់បានយកព័ត៌មានទាំងនោះទៅផ្សព្វផ្សាយបន្តដល់សិស្សរបស់គាត់ចូលស្ដាប់និងសន្ទនារបស់លោកគ្រូនិងសិស្សរបស់គាត់